នៅប្រទេសអូស្ត្រាលីការងារក្រចកអត់មានស៊ីកុំសុងដូចខ្មែរយើងនោះទេចាអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេនៅទីនេះបើអ្នកទាំងអស់គ្នាជួលគេមកធ្វើការងារក្រចកគឺត្រូវឲ្យលុយគាត់ពេញមួយថ្ងៃតែម្ដងទោះជាអ្នកទាំងអស់គ្នាមានភ្ញៀវឬក៏មិនមានភ្ញៀវក៏ដោយសំខាន់ថាតើអ្នកទាំងអស់គ្នាជួលគាត់មួយថ្ងៃប៉ុន្មានម៉ោងហើយមួយម៉ោងប៉ុន្មានដុល្លារហើយច័ន្ទដល់សុក្រគិតថ្លៃផ្សេងសៅរ៍អាទិត្យគិតថ្លៃផ្សេងនេះគឺជាច្បាប់នៅប្រទេសអូស្ត្រាលីអ្នកទាំងអស់គ្នាដោយបុគ្គលិកខ្ញុំគឺគាត់ធ្វើការ casual ឬក៏ការងារមិនពេញពេលអញ្ចឹងខ្ញុំជួលគាត់មួយអាទិត្យ4ថ្ងៃហើយ4ថ្ងៃនោះគឺខ្ញុំអាច message ប្រាប់គាត់ថាថ្ងៃច័ន្ទធ្វើបានប៉ុន្មានម៉ោងឬក៏ថ្ងៃអង្គារធ្វើបានប៉ុន្មានម៉ោងអញ្ចឹងទោះជាថ្ងៃនោះគាត់មកហើយខ្ញុំអត់មានភ្ញៀវក៏ខ្ញុំត្រូវតែឲ្យលុយគាត់ពេញតម្លៃដែរហើយបើគាត់មកចំថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យគឺតម្លៃឡើងទៅតាមផ្សេងឬក៏ថ្ងៃ public holiday ក៏កាន់តែថ្លៃជាងនឹងទៅទៀតចាអញ្ចឹងខុសពីខ្មែរយើងត្រង់ថាទៅធ្វើកញ្ចក់ឲ្យគេតើតែមានភ្ញៀវបានលុយចានៅទីនេះអត់មានអញ្ចឹងទេពីព្រោះដើម្បីការពារបុគ្គលិកកុំឲ្យមានការកេងប្រវ័ញ្ចពីថៅកែចឹងអ្នកធ្វើកញ្ចក់ឲ្យគេនៅនេះអត់ភ័យខ្លាចថាអត់លុយទេអ្នកទាំងអស់គ្នាសំខាន់ថៅកែគាត់បង់លុយឲ្យគាត់ទោះជាគាត់មានភ្ញៀវឬក៏អត់ភ្ញៀវក៏ដោយពីព្រោះច្បាប់នៅនេះអត់មានស៊ីកុំសុងឬក៏តើតែមានភ្ញៀវបានមានលុយនោះទេអញ្ចឹងហើយគឺការពារទៅដល់បុគ្គលិកល្អមែនតែនប៉ុន្តែពេលខ្លះយើងអ្នកជួលបុគ្គលិកក៏វាពិបាកដែរពីព្រោះពេលថ្ងៃណាដែលយើងមិនសូវមានភ្ញៀវច្រើនតែយើងនៅតែឲ្យលុយគាត់ពេញពេលអញ្ចឹងហើយមុននឹងអ្នកទាំងអស់គ្នាសម្រាប់ជួលបុគ្គលិកអ្នកទាំងអស់គ្នាត្រូវដឹងថាតើអ្នកទាំងអស់គ្នារវល់ខ្លាំងប៉ុណ្ណាពីព្រោះបើមិនចឹងទេអ្នកទាំងអស់គ្នាត្រូវតែយកលុយពីកប៉ៅខ្លួនឯងហើយពីព្រោះបើគាត់មិនអាចធ្វើភ្ញៀវបានច្រើនគឺអត់មានផ្ដល់ប្រាក់ចំណេញទៅដល់អ្នកទាំងអស់គ្នានោះទេ